អត្ថបទស្ដាប់រឿងពិធីសុំទឹកភ្លៀងមានសេចក្តីដំណើរថាកាលកន្លងទៅហើយព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់យោនយកកំណើតជាសត្វត្រីរស់ស្ថិតនៅក្នុងស្រះមួយនាវស្សបុរីកាលនោះក្នុងវស្សបុរីទាំងមូលពុំមានបង្អោលភ្លៀងចុះសោះលុះរៀងរើសយូរទៅទឹកបឹងទឹកត្រពាំងក៏រីងហួតអស់ចំណែកស្រះដែលស្ដេចត្រីរស់នៅនោះក៏រីងខាតដែរនៅសល់តែភក់ខាប់ពេលនោះពួកថ្មាតកុកនិងក្រសាទាំងឡាយនាំគ្នាចោះចឹកត្រីនៅក្នុងស្រះនោះស៊ីយ៉ាងរីករាយជារៀងរាល់ថ្ងៃស្ដេចត្រីរស់ក៏បង្កប់ពួកត្រីទាំងឡាយឲ្យមុជចូលជ្រលក់ខ្លួនក្នុងភក់យ៉ាងវេទនាណាស់ថ្ងៃមួយស្ដេចត្រីរស់ជំនុំជាមួយនឹងត្រីរងគ្រោះឯទៀតតាំងពីពួកយើងមកចាប់កំណើតជាត្រីនេះមិនដែលធ្វើអ្វីបៀតបៀនសត្វណាមួយទេមិនគួរឡើយយើងមកទទួលការលំបាកយ៉ាងនេះសោះគ្រានោះស្ដេចត្រីរស់តាំងអធិដ្ឋានបួងសួងនឹកដល់គុណព្រះរតនត្រ័យសូមដេចគុណកៅទាំង3ជាទីពឹងរបស់សត្វលោកសូមព្រះអង្គជួយស្រោចស្រង់យើងទាំងឡាយផងនៅពេលនោះក៏កើតហេតុអស្ចារ្យក្តៅទៅដល់អាសនៈព្រះអមរិន្ទ្រាធិរាជបានជ្រាបហេតុអស្ចារ្យដូច្នេះព្រះឥន្ទ្រាធិរាជទ្រង់ត្រាស់ប្រើទេវបុត្រមួយអង្គឲ្យបង្អុរភ្លៀងចុះមកសពទិសទីលេចទីទាបគ្មានសល់ស្ដេចត្រីរស់ព្រមទាំងពពួកត្រីទាំងឡាយបានសេចក្តីសុខសប្បាយតាំងពីពេលនោះមកដោយមានរឿងអស្ចារ្យយ៉ាងនេះឯងហើយទើបកាលណាមានការរៀងរើសអ្នកស្រុកតែងនាំគ្នាធ្វើពិធីសុំទឹកភ្លៀងដោយមាននិមន្តព្រះសង្ឃសូត្រធម៌សុតនថោដោយមានធ្វើស្រះតូចមួយហើយយកត្រីរស់យកទៅដាក់ឲ្យហាលក្នុងទឹកនោះរួចធ្វើពិធីបួងសួងសុំទឹកភ្លៀងទៅ